តម្លៃមាសបន្តផ្លាស់ទីជាលក្ខណៈ sideways នៅក្នុងព្រឹកនេះបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី27ខែកុម្ភៈឆ្នាំ2026បាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះតែខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងព្រឹកនេះផងដែរតម្លៃមាសបានធ្វើការផ្លាស់ទីជាលក្ខណៈ sideways ហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺមានស្ថិតនៅក្នុងតម្លៃ$5,175ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$6,234ក្នុង1តម្លឹងឬស្មើនឹង$623ក្នុង1ជីចំណែកឯប្រាក់វិញនៅក្នុងថ្ងៃនេះក៏បានធ្វើការផ្លាស់ទីជាលក្ខណៈ sideways ស្រដៀងទៅនឹងមាសផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$88ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$106ក្នុង1តម្លឹងឬស្មើនឹង$10.6ក្នុង1ជីឬបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$2,827ក្នុង1គីឡូក្រាមបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចនឹងធ្វើការហក់ឡើងបន្តទៀតដែរឬទេឬក៏មានការនៅតែបន្តផ្លាស់ទីជាលក្ខណៈ sideways ហើយបើសិនជាមានការអាប់ដេតយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងល្ងាចនេះបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនរបស់យើងផ្សេងទៀតហ្នឹងគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ